បាទបងប្អូនខ្ញុំទទួលបានមេរៀនថ្មីមួយទៀតតាក់ទងជាមួយនឹង YouTube គឺវាចេញថា monetization not approved បាទអញ្ចឹង channel មួយនេះខ្ញុំធ្វើទៅវាជាប់គេហៅថាអញ្ចឹងបងគឺគេថានេះចូលមើលឡើងនេះបាទជាប់ review content នេះបាទ review content វាទេ do not អានេះ do នេះ do not បាទអញ្ចឹងណានេះឲ្យវាឲ្យយើង submit appeal ហ្នឹងមុនថ្ងៃទី16ខែជូន2025បាទអញ្ចឹងនេះ subscribe ទៅនេះមកដោយសារខ្ញុំមានលុបវីដេអូខ្លះអញ្ចឹងវាបាត់មកអាហ្នឹងវីដេអូណាយើងយកពីគេយើងលុបចោលអស់ណាបាទយើងទុកតែវីដេអូយើងសុទ្ធបានហើយឬក៏វីដេអូយើងធ្វើខ្លួនឯងហ្នឹងតែយើងយកអត្តន័យឬខ្លឹមសារដូចគេទាំងអស់ហ្នឹងយើងក៏លុបចោលទៅបាច់ស្ដាយទេបាទខ្ញុំអានេះខ្ញុំរៀនធ្វើបែបលក្ខណៈtell story ឬក៏សម្រាយរឿងអីណាអាហ្នឹងជាណាយើងយកសាច់រឿងណារឿងនិទានហ្នឹងយើងយករឿងតែមួយដូចគេដែរដូចឯងដែរណាហើយយើងឲ្យ AI យើងវាអាចជន់បើសិនសាច់និយាយនឹងដូចគ្នាសាច់និយាយខុសគ្នាអត់អីទេគឺល្អបើបងប្អូនធ្វើរឿងនិទាននិយាយខ្លួនឯងទៅមានពេលខ្ញុំអត់មានពេលឈប់ធ្វើការអញ្ចឹងយើងអត់មានពេលនិយាយថតសំឡេងអីអញ្ចឹងក៏ប្រែ AI ទៅអញ្ចឹងបានជន់អញ្ចឹងណាហើយរឿងខ្លះយើងយកមកវាយើងអត់បានកែណាសាច់រឿងយើងយកតាមសភៅឲ្យវាដូចគ្នាប៉ុន្តែខ្ញុំធ្វើតាមឲ្យ AI បង្កើតសាច់រឿងថ្មីឯងក៏មកអត់ជន់ទេវីដេអូនៅសល់នេះគឺសិតតែរឿងដែលបង្កើតដោយ AI សាច់រឿងថ្មីចឹងអត់អីយើងទុកបាទអាណាដែលយើងយករឿងពីគេមកបាទដំបូងឡើយយើងធ្វើដើម្បីឲ្យឡើង channel យ៉ាងសាប់នោះបាទវាអត់ជាប់ copyright មែនតែវាជាប់ rich content បាទនេះជាមេរៀនថ្មីមួយដែលបងប្អូនដែលធ្វើ content បាទដូចខ្ញុំអញ្ចឹងណាឬ content ផ្សេងក៏ដោយគឺវាជាប់របស់យើង original អត់យកពីគេក៏វាមានជាប់អញ្ចឹងដែរណាជាណាវាចាប់ច្រឡំជាណាយើងយកពីគេមែនបើសិនយើងយកពីគេមែនលុបវីដេអូយើងយកពីគេមកទុកតែវីដេអូយើងហើយបាទអញ្ចឹងបាទឥឡូវថ្ងៃនេះខ្ញុំបង្ហាញពីខ្ញុំរៀនធ្វើ appeal បាទ appeal ហ្នឹងយើងតថតវីដេអូពេញលេញដែរណា channel មួយនោះខ្ញុំថត appeal ខ្លីពេកវាអត់ព្រមបាទអត់ព្រមវាទុកលើកទី2ដល់3ខែទៀតហ៎អញ្ចឹងយើងខាតពីលណាបាទអញ្ចឹងបងប្អូនចុចប៊ូតុង appeal នេះមកគឺវាណែនាំហ្នឹងនេះណែនាំដែលយើងធ្វើវីដេអូបាទ instruction to create your appeal នេះគឺការយើងធ្វើវីដេអូដើម្បី appeal បាទទី1ឲ្យយើងធ្វើវីដេអូបាទជាភាសាដែលវា support បាទវា support យើងចូលចុចមើល link កន្លែងនេះមកវាបង្ហាញពីភាសាណាអីដែល support នេះបាទអញ្ចឹងណាប៉ុន្តែទៅខ្ញុំចេះតែភាសាអង់គ្លេសខ្ញុំនេះខ្ញុំនិយាយភាសាអង់គ្លេសបងប្អូនអត់សូវចេះនិយាយភាសាអង់គ្លេសខ្ញុំអត់សូវចេះដែរនិយាយដាក់ដូននិយាយតិចតួចយើងសរសេរជាអក្សរហើយយើងចាំអានតាមអក្សរទៅក៏បានដែរបាទហើយវីដេអូដែល appeal ហ្នឹងគឺ5នាទីចុះហើយខ្ញុំធ្វើនេះ4នាទីកាលពីមុនខ្ញុំធ្វើខ្លីពេកតែ1នាទីកន្លះធ្លាក់បាទឥឡូវខ្ញុំធ្វើដល់4នាទីបាទបង្ហាញវាពីរបៀបយើងផលិតវីដេអូបាទវាថាឲ្យសូពី channel URL បាទវីដេអូខ្ញុំធ្វើធ្លាក់លើកមុននោះគឺអត់បានបង្ហាញនេះ channel URL នេះយើងខ្វះចំណុចណាមួយក៏វានេះដែរវាអត់ឲ្យដែរអញ្ចឹងហើយការបង្ហាញ channel យើងគឺ30វិនាទីកន្លះនាទីណាបាទកន្លះនាទីហើយចំណុចមួយទៀត mention review feedback and if why you mistake បាទ mention ប្រាប់វាថាវីដេអូរបស់យើងធ្វើនឹងបញ្ជាប់ review content ក៏ឬក៏ monetize or approve អញ្ចឹងណាអញ្ចឹងក្នុងវីដេអូយើងធ្វើបំពេញ1 2 3 4
តើយើងពេញគ្រប់4ចំណុចហ្នឹងបានវា approve ហ្នឹងបើសិនណាវីដេអូយើងវា original អត់យកពីគេណាបើយើងយកពីគេពេញ4ហ្នឹងក៏វានៅអត់ approve ដែរអញ្ចឹងណាបាទនេះបាទហើយកន្លែងនេះគឺវីដេអូដែលយើង upload អាភៀលហ្នឹងណាបាទហើយវីដេអូនេះ after create a video of appeal upload your channel to the unlist បាទអញ្ចឹងយើង upload វីដេអូយើងជា unlist នៅក្នុង channel យើងណា copy URL ហ្នឹងមកដាក់កន្លែងហ្នឹងបាទហើយចុចប៊ូតុង appeal ឥឡូវខ្ញុំមិនទាន់ upload វីដេអូទេអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនដើម្បីរបៀប upload ដូចគ្នាហ្នឹងបាទអញ្ចឹងខ្ញុំធ្វើ upload ជាមួយ YouTube ហើយខ្ញុំឆ្លៀត record ជូនបងប្អូនតែម្ដងបាទបានឬមិនបានចាំមើលយើងមើលលទ្ធផលបាទអញ្ចឹងយើងចូលកន្លែង content ហ្នឹងមកហើយយើងចុច create មកយក upload បាទចុច select upload វីដេអូយើងមកបាទវីដេអូដែលយើងបានដាក់ខ្ញុំនេះបាទវីដេអូខ្ញុំ4នាទី7វិនាទីនេះបាទបាទហើយកន្លែងនេះយើងនេះហ៎យើងដាក់បាទយើងដាក់ប៉ុណ្ណឹងមកហើយយើងមិនបាច់ដាក់អានេះអីយើងមិនបាច់ដាក់អីទេហើយនេះក៏យើងអត់ដាក់ដែរបាទនេះក៏ដាក់ដែរអានេះយើងដាក់ថា no ទៅយើងធ្វើខ្លួនឯងមាន AI ទេបាទហើយរឿងអីនេះយើងមិនបាច់ដាក់ទេបាទនេះអត់អីបាច់ដែរហើយវីដេអូ language នេះយើងអង់គ្លេសមកយើងអង់គ្លេសទេដល់បាទហើយថ្ងៃខែនេះយើងដាក់ក៏បានអត់ក៏បានបាទហើយកន្លែង location នេះយើងគឺយើងចុចនិចមកហើយយើងនិចទៀតមកវាណត copy នេះនិចមកបាទកន្លែងនេះយើងដាក់ list វាសំខាន់ដែរនេះឲ្យវាឲ្យដាក់ list ចុចចូលមកពេលនេះ URL យើង copy មកលើរងយើងចាំយើង upload វីដេអូចប់នេះចប់ហើយពេលចឹងមកយើងចូលកន្លែងនេះមកសញ្ញាដុល្លារពេលនឹងទៀតមកបាទបន្ទាប់មកយើងចុចប៊ូតុង appeal មកកន្លែងនេះបាទផាសមកទេហើយវីដេអូដែលយើង appeal ហ្នឹងកុំលុបបងប្អូនណាឬក៏វីដេអូផ្សេងដែលយើង apply ជាមួយវាកុំលុបដែរសំខាន់កុំលុបវីដេអូនេះវីដេអូដែលយើង appeal នេះហើយវីដេអូដែលយើងចង់លុបយើងលុបមុន appeal មុនដាក់វីដេអូនេះចូលចាំយើងលុបវាចោលសិនទៅបាទឥឡូវខ្ញុំចុចប៊ូតុង submit បាទអញ្ចឹងវារងចាំវាពិនិត្យហ្នឹងគឺ14ថ្ងៃអញ្ចឹងណាហើយវាប្រាប់ថាសូម detail នេះ delete នេះ if you delete any video after you receive your channel review decision we won't be able to review your channel អញ្ចឹងវាប្រាប់ថាយើងបើសិនយើងមានលុបវីដេអូណាមួយក្នុង channel យើងហ្នឹងវាអត់ review ឲ្យយើងទេរយៈពេល14ថ្ងៃហ្នឹងណាអញ្ចឹងយើងកុំលុបអីបើយើងចង់លុបមុនហ្នឹងបាទខ្ញុំលុបហើយមុនហ្នឹងបាទយើងចុចយកកត edit មកអញ្ចឹងរងចាំវា review បាទ review លឿនទេបងប្អូនដោយសារថ្ងៃនេះខ្ញុំ review ថ្ងៃអាទិត្យអញ្ចឹងវារៀងយូរបន្តិចបាទថ្ងៃមុនខ្ញុំ review ថ្ងៃធម្មតាមួយថ្ងៃវា review ឲ្យបាទវាដាក់14ថ្ងៃអញ្ចឹងមែនតែមួយថ្ងៃវា review ឲ្យនេះប្រហែលជាថ្ងៃអាទិត្យអញ្ចឹងប្រហែលជាស្អែកអីវា review ឲ្យណាបងប្អូនណាចាំមើលវីដេអូ review YouTube វា approve ឬ improve ខ្ញុំបង្ហាញជូនបងប្អូននៅវីដេអូហើយរបៀបថតវីដេអូហ្នឹងក៏ខ្ញុំចាំបង្ហាញបើសិនបងប្អូនចង់បានចាំមើលខ្ញុំបង្ហាញដាក់ចុងវីដេអូដែរសូមជួយចុច subscribe ឬជាវដែលមានរូបសញ្ញាកណ្ដឹងបាទ congratulation បងប្អូនអញ្ចឹងយើងធ្វើការ appeal ថ្ងៃមុនបាទដល់វាបានជោគជ័យហើយបាទ
và cứ success đang làm sao mình máu và lâu dương mới congregation ấy dương còn mà bà thì nè và chẳng dương ban ấy cứ việc bà ao vậy nhé rồi lùi bình bàn này và anh ấy cái stand và nếu dương ai turn on và earn from us YouTube Premium Point Page và mà page monetization accept review và review monetize all and it's long a short turn on នេះគ្នាមកប៉ុណ្ណឹងមានវិសនផងបាទ accept គឺថាវីដេអូនេះមានអក្សរដែរបាទអញ្ចឹងមានសញ្ញាដុល្លារបងប្អូនបាទអូខេអញ្ចឹងវីដេអូនេះយើងដាក់private វិញមកកុំដាក់នេះកុំឲ្យគេឃើញបាទអូខេបាទមានប៉ុណ្្នឹងឯងបងប្អូនចង់បានវីដេអូរបៀបនេះរបៀប verify នេះខ្ញុំចង់ដាក់ចុងខាងចុងបាទដើម្បីបងប្អូនទៅស្រួលណាបាទអូខេជួបគ្នានៅវីដេអូក្រោយ The YouTube support team is my channel Deep Lao KH is URL at Deep Lao KH my channel get monetize not approved okay like this go to earn review content I already clean and edit my video by like this I generate a video with create a story with chat GPT this one I add a story with chat GPT like this then a story I get from chat GPT or Gemini in not a copy from other is my script after that I get copy the script to create audio with AI website to generate voice overs is like this I will generate it to voice to create a video this one okay I generate voice after generate complete I download voice and image this one I convert a text this text to image for AI generate image this one like this generate after generate I download it to combine to create a video with CapCut audio and video creator this one and after I complete edit I export it with and upload to my channel this video go like this one
And this one this video I create with Gemini audio and Gemini picture, all Gemini. This one mix ChatGPT and SOU. My channel I do not copy from other. I create my own with ChatGPT or Gemini or AI website to create a video. I think you can review again in my channel. This one about option 2 I will complete next time. Thank you your review my video and apply me to monetize with YouTube partner program. Thank you.